គោរពជំរាបសួរបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាមកកាន់ Channel YouTube និង Facebook Page របស់នាងខ្ញុំចា៎ថ្ងៃហ្នឹងគឺខ្ញុំមានមុខម្ហូបមកទៀតហើយបងប្អូនចង់ចែករំលែកជូនបងប្អូនណាចាគឺក្បាលត្រីហ្នឹងខ្ញុំមានក្បាលត្រីចំនួន3ក្បាលបងប្អូនស្វាយ1ជីអាណាឬក៏ហៅជីវ៉ាន់ស៊ុយហើយនឹងខ្ទឹមសមកកាពឹសចារកដល់បងប្អូនធ្លាប់ឃើញខ្ញុំឆ្លមកជូរក្បាលត្រីតែថ្ងៃហ្នឹងគឺអត់ឆ្លមកជូរហើយក៏មិនមែនស្ងោរជ្រក់ដែរបងប្អូនចាថ្ងៃហ្នឹងគឺខ្ញុំខបងប្អូនខ្ញុំខក្បាលត្រីអញ្ចឹងរងចាំទស្សនាទាំងអស់គ្នាតិចណាអំបិលហើយប៊ីចេងនិងម្រេចប៊ីចេងនៅចង់ប្រាប់ព្រាបម៉ាយម្រេចនៅប្រាប់ព្រាបម៉ាយហើយនឹងជូរកន្លះចង់ប្រាប់ព្រាបម៉ាយបងប្អូនតិចមែនតើដោយសារមានប្រើត្រីត្រូវការទឹកត្រីច្រើនហ្នឹងសម្រាប់គ្រួសារខ្ញុំណាបងប្អូនស្លដាច់ណាស់គឺអាហ្នឹងតាមគ្រួសារផ្សេងៗគ្នាបងចូលមានពងមានពុំមានក្បាលបងសម្រាប់ខហ្នឹងគឺខ្ញុំជក់ជាមួយគ្រូឆ្លាតបងប្អូនខ្ញុំបបានបង្ហាញជូនឲ្យបងប្អូនតាមវីដេអូចាឥឡូវគឺក្នុងគ្រឿងខ្ញុំអាហ្នឹងពេលដែលស្វាយស្អិនគឺសម្រាប់បងគឺមានប៉ុណ្ណឹងបងប្អូនបងឲ្យខ្លះបងប្អូនខយើងបងឲ្យខ្លះចាបងប្អូនឥឡូវខខ្ញុំឆ្អិនហើយបងប្អូនសម្រាប់រសជាតិគឺអូខេដែរបងប្អូនចង់ធ្វើការដួសដាក់ចានចាបងប្អូនខនេះដាក់ជក់ជាមួយស្វាយខ្ចីបងប្អូនស្វាយអត់មានជាតិស្អាតស្អាតខកបានហើយមួយឆ្ងាញ់មកមួយស្វាយទៀតជាតិនោះទៀតចាក់នេះយ៉ាទៀតអត់បានคุณชายบางอ้อมาสอนโจทย์จะทำให้เราเอามาต่อคอมเพลต